មុននឹកស្មានថាត្រីទឹកសាបទាំងអស់នេះបាទមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពមនុស្សលោកយើងសោះបាទឃើញថាត្រីទឹកសាបមានច្រើនប្រភេទប៉ុន្តែខ្ញុំលើកយកត្រីតែ4ប្រភេទទេដែលវាមានជាតិប្រូតេអ៊ីនក៏ដូចជាកាឡូរីទាបបាទគឺមានសុខភាពដ៏ល្អនៅពេលដែលមនុស្សយើងបានបរិភោគវាបងប្អូនទាំងអស់គ្នាជួយដល់បេះដូងជួយបង្កើនមហារីកបាទជួយសម្រកទម្ងន់បាទជួយបានច្រើនយ៉ាងមែនទែនបាទចង់ដឹងថាប្រភេទត្រីទឹកសាបទាំង4ប្រភេទនេះមានអ្វីខ្លះតោះប្រិយមិត្តចូលស្រាខ្ញុំបានសូមអានជូនបាទដូចតទៅត្រីទឹកសាបជាច្រើនប្រភេទមានរសជាតិឆ្ងាញ់ហើយថែមទាំងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងផងដែរពួកវាជាប្រភពដ៏ល្អនៃប្រូតេអ៊ីនវីតាមីននិងសារធាតុរ៉ែសំខាន់អត្ថប្រយោជន៍ចម្បងនៃត្រីទឹកសាបចំពោះសុខភាពប្រូតេអ៊ីនខ្ពស់ត្រីជាប្រភពប្រូតេអ៊ីនដ៏ល្អដែលចាំបាច់សម្រាប់ការលូតលាស់សាងសង់និងជួសជុលកោសិកាសាច់ដុំអាស៊ីតខ្លាញ់អូមេហ្គា3ថ្មីត្បិតតែត្រីសមុទ្រសម្បូរអូមេហ្គា3ជាងក៏ត្រីទឹកសាបមួយចំនួនក៏មានផ្ទុកអូមេហ្គា3ផងដែរដែលជួយដល់សុខភាពបេះដូងកាត់បន្ថយការរលាកនិងល្អសម្រាប់មុខងារខួរក្បាលវីតាមីន D ត្រីគឺជាប្រភពដ៏កម្រនៃវីតាមីន D ដែលចាំបាច់សម្រាប់សុខភាពឆ្អឹងនិងប្រព័ន្ធភាពស៊ាំវីតាមីន B12 ដើរតួនាទីសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមនិងរក្សាមុខងារប្រព័ន្ធប្រសាទសារធាតុរ៉ែសំខាន់ដូចជាសេលីញ៉ូមអ៊ីយ៉ូតសង្កសីនិងផូស្វ័រដែលចាំបាច់សម្រាប់ដំណើរការរាងកាយជាច្រើនជាតិខ្លាញ់ទាបលើកលែងតែខ្លះត្រីទឹកសាបភាគច្រើនមានជាតិខ្លាញ់ទាបជាងសាច់សត្វដទៃទៀតដែលល្អសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ប្រភេទត្រីទឹកសាបដែលផ្ដល់អត្ថប្រយោជន៍នេះជាត្រីទឹកសាបមួយចំនួនដែលពេញនិយមនិងមានអត្ថប្រយោជន៍ដ៏ច្រើនមហាសាលចំពោះសុខភាពទី1ត្រីទីឡាប់ចាជាត្រីដែលមានប្រូតេអ៊ីនខ្ពស់និងកាឡូរីទាបមានផ្ទុកវីតាមីន B12 សេលីញ៉ូមនិងផូស្វ័រងាយស្រួលរកនិងមានតម្លៃសមរម្យទី2ត្រីឆ្ពិនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3វីតាមីន B12 ផូស្វ័រនិងសេលីញ៉ូមជួយដល់សុខភាពបេះដូងនិងប្រព័ន្ធប្រសាទជាត្រីដែលនិយមបរិភោគនៅកម្ពុជាទី3ត្រីផ្ទួត្រូវគេជឿថាមានលក្ខណៈសម្បត្តិជួយព្យាបាលរបួសនិងកាត់បន្ថយការរលាកសម្បូរប្រូតេអ៊ីននិងសារធាតុចិញ្ចឹមចាំបាច់ជារឿយៗត្រូវបានគេប្រើក្នុងស៊ុបឬម្ហូបសម្រាប់អ្នកជំងឺទើបជាសះស្បើយទី4ត្រីអណ្ដែងជាប្រភពប្រូតេអ៊ីនល្អនិងមានជាតិខ្លាញ់ទាបមានផ្ទុកវីតាមីន B12 និងផូស្វ័រងាយស្រួលចម្អិនជាមុខម្ហូបជាច្រើនប្រភេទទី5ត្រីរ៉មានកាឡូរីទាបនិងប្រូតេអ៊ីនខ្ពស់ជាត្រីដែលត្រូវបានគេនិយមប្រើសម្រាប់ធ្វើម្ហូបបែបសុខភាពទី7ត្រីកន្ធរសម្បូរប្រូតេអ៊ីនវីតាមីន B12 វីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា3ល្អសម្រាប់សុខភាពឆ្អឹងនិងប្រព័ន្ធភាពស៊ាំការប្រុងប្រយ័ត្នទោះបីជាត្រីទឹកសាបមានអត្ថប្រយោជន៍ក៏ដោយក៏គួរប្រុងប្រយ័ត្នដោយតទៅនេះបារតត្រីទឹកសាបភាគច្រើនមានកម្រិតបារតទាបជាងត្រីសមុទ្រធំប៉ុន្តែនៅគួរតែប្រុងប្រយ័ត្នជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារជ្រើសរើសត្រីដែលមានទំហំមធ្យមឬតូចជាតិពុលត្រូវប្រាកដថាត្រីដែលអ្នកបរិភោគត្រូវបានចាប់ពីប្រភពទឹកស្អាតនិងមិនមានការបំពុលរបៀបចម្អិនការចម្អិនដោយវិធីសុខភាពដូចជាចំហុយដុតឬអាំងគឺប្រសើរជាងការបំពងដើម្បីរក្សាទុកនៅសារធាតុចិញ្ចឹមនិងកាត់បន្ថយជាតិខ្លាញ់ចំណុចសម្គាល់នេះគ្រាន់តែជាដំណឹងសម្រាប់លោកអ្នកឆ្វេងយល់ប៉ុណ្ណោះប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតីប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវមួយ